នឹងឯងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញវីដេអូមួយទាក់ទងជាមួយការដោះស្រាយបញ្ហា Microsoft Word Expire License ចឹងយើងអាចដោះស្រាយបានដោយខ្លួនឯងមិនដោយមិនបាច់យកទៅជាងទេគ្រាន់តែ follow តាមវីដេអូរបស់ខ្ញុំចឹងជាដំបូងឡើយយើងចូលមក Google យើង search ពាក្យថា Activate Microsoft Office .bat by command ចឹងមក by command.bat របស់ GitHub អញ្ចឹងនៅលើ GitHub គឺគេមានកូដមួយលក្ខណៈជា patch មួយដែលយើងអាច activate Office បានដោយខ្លួនឯងហើយងាយស្រួលទៀតអញ្ចឹងខល search ដូចខ្ញុំអញ្ចឹងមក GitHub អូខេ GitHub ហើយយើងចូលមួយខាងលើគេហ្នឹងមកអូខេចូល link ចូលហើយយើង scroll មកខំមើលពាក្យ comment របស់គេហ្នឹងអូខេនៅខំទៀតយើងមើលក្បាល eco off ហ្នឹងយើង copy កន្លែងហ្នឹងទាំងអស់មកដល់ null យើង right click copy ក៏បានផា shortcut ក៏បានអញ្ចឹង copy មកហើយយើងទៅផាសនៅលើ notepad របស់យើងអញ្ចឹងយើងបើកដាក់ទៅកន្លែងណាក៏បានដែរយើង right click មកយើងយក new right click យក new ហើយយក text ទឹកខ្ញុំហ្នឹងមកហើយយើង pass ចូលក្នុងហ្នឹងមកយើងអាច control V ក៏បានយើងផា shortcut control V មកឬក៏យើងផាអញ្ចឹងក៏បានដែរអូខេហើយយើង save as ជាប្រភេទ file.bat មកយើង save as យើងអាចដាក់ឈ្មោះមកហើយអាចដាក់ location ថាយើងចង់ដាក់តាណាអញ្ចឹងណាចឹងខ្ញុំដាក់នៅកន្លែង download ជា folder មួយមកដាក់ឈ្មោះអីក៏បានដែរដាក់ឈ្មោះ Office សំខាន់នៅកន្លែង file កន្លែងនេះ .bat ហើយ change URL យើង save អូខេយើងបាន file ហ្នឹងហើយអញ្ចឹងមុននឹង run file ហ្នឹងយើងត្រូវបិទ Windows Defender របស់វាសិនអញ្ចឹងយើងត្រូវ search Windows Security មកចូល Windows Security អូខេ computer slow អូខេចូល virus and threat protection ហ្នឹងមកយើងចូលអាទី2 manage setting អញ្ចឹងយើងត្រូវបិទទាំងអស់ក្នុងហ្នឹងយើងបិទទាំងអស់បិទមួយមកអញ្ចឹងយើងអាចបិទមួយអូខេបិទហើយអស់យើងចូល firewall មួយទៀតយើងបិទទាំងអស់ដែរបិទមួយអូខេបិទហើយអស់ចាប់យើងទៅ run file ហ្នឹងយើង run គ្រាន់តែ run.bat ហ្នឹងមក run ជា as admin គឺវាដំណើរការប្រហែលជា 2-3 នាទីគឺនឹង success បានហើយអញ្ចឹងយើង right click យក run as admin អូខេអញ្ចឹងវាដំណើរការរងចាំតិចអូខេដំណើរការអញ្ចឹងយើងរងចាំដំណើរការរហូតដល់ success ទៅគឺយើងទទួលបានពាក្យដាក់ថា successfully អូខេអញ្ចឹងយើងរងចាំបន្តិចបើនេះយើងអាចចុច key enter ក៏បានដើម្បីជា speed up ទៅលើការ run របស់យើងអូខេដំណើរការទៅទៀតហើយយើងអាចចុច enter មកតង់ទៀតក៏បានដែរអូខេ load ពាក្យបែបនេះមកគឺ successfully អញ្ចឹងនៅពេល successfully យើងអាចចុច yes ចង់មើល info ក៏បានចុច n គឺ no អញ្ចឹងយើងអាចទៅបើក Windows Defender របស់យើងមកវិញឲ្យអស់មកហើយបន្ទាប់ពីយើងបើកហើយយើងអាចតេស្ត file Word យើងមកយើងអាចបិទ app ហ្នឹងសិនមកបិទ file ហ្នឹងសិនហើយចាំយើងបើកម្ដងទៀតអញ្ចឹងយើងបើក Word ឬក៏ Excel PowerPoint ម្ដងទៀតមកតែគឺ successfully ហើយតែប៉ុណ្ណឹងបើប៉ុណ្ណឹងហើយនៅតែ successfully យើងអាច restart computer មួយតែបើថានៅមានបញ្ហាអីទៀតអ្នកទាំងអស់គ្នាអាច comment ខាងក្រោមខ្ញុំនឹងជួយមើលបន្ថែមទៀតអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ